រឿងរ៉ាវទាំងអស់បានកើតឡើងនៅសាលាក្នុងភូមិមួយប្រហែលជាកន្លងទៅ20ឆ្នាំទៅហើយដែលកាលនោះពួកគាត់នៅជាកុមារភាពនៅឡើយថ្ងៃនោះជាថ្ងៃប្រហ័សជាមួយនឹងការចង់ចេះចង់ដឹងចង់ឃើញសាកល្បងនៅអ្វីដែលប្លែកសម្បត្តិជាមួយនឹងមិត្តភ័ក្តិក៏បានបបួលគ្នាថាថ្ងៃស្អែកបន្ទាប់ពីចេញពីសាលារៀននឹងមកលេងល្បែងមួយដែលល្បែងនោះត្រូវបានដឹងអំពីចាស់ៗនៅក្នុងភូមិហើយឧបករណ៍ដែលត្រូវត្រៀមសម្រាប់ធ្វើពិធីគេត្រូវការសន្លឹកក្រដាសដែលត្រូវកាត់ជារាងការ៉េទំហំប្រហែលជាកន្លះម៉ែត្របន្ទាប់មកគេត្រូវចារលើក្រដាសដោយប្រើថ្នាំជក់គូសសម្គាល់នៅអក្សរនិមិត្តសញ្ញាដោយប្រើឈាមមាន់ស្រស់ដែលអក្សរដែលត្រូវចារនៅលើក្រដាសនោះគឺគេត្រូវសរសេរពាក្យរួមជាមួយនឹងរូបសម្គាល់មួយចំនួនសម្រាប់តម្រូវការក្នុងការលេងល្បែងមួយនេះល្ងាចថ្ងៃសុក្របានមកដល់បន្ទាប់ពីសម្អាតបន្ទប់ទីធ្លាសម្រាប់លេងល្បែងសម្បត្តិជាមួយនឹងមិត្តភ័ក្តិ4នាក់ទៀតកំពុងតែអង្គុយនៅក្នុងបន្ទប់ពួកគេយកឧបករណ៍ទាំងនោះចេញពីកាតាបរបស់គេមានពែងកែវតូចមួយប្រហែលជាប៉ិនពែងស្រារួមជាមួយនឹងកញ្ចក់មូលតូចមួយនៅក្បែរនោះគេបានរៀបចំនៅកំប៉ុងមួយសម្រាប់ដុតធូបអមជាមួយនឹងផ្កាម្លិះមួយភួងរួមបន្ថែមជាមួយនឹងស្ករគ្រាប់2 3គ្រាប់ដាក់នៅក្នុងចានថ្មនៅក្បែរនោះផងដែរសម្បត្តិចាប់ផ្ដើមប្រាប់មិត្តភ័ក្តិរបស់គេទាំងអស់គ្នាក្រោកឈរឡើងហើយទៅអុជធូបមិនដឹងជាពួកគេបានបន់ស្រន់និយាយអ្វីខ្លះនោះទេបន្ទាប់មកពួកគេទាំងអស់គ្នាក៏អង្គុយចុះជារៀងរង្វង់នៅជុំវិញក្រដាសនោះបន្ទាប់មកគេយកកញ្ចក់នោះទៅដាក់នៅកណ្ដាលក្រដាសហើយពែងស្រាក៏ត្រូវយកមកដាក់នៅលើនោះផងដែររួចពួកគេចាប់ផ្ដើមដាក់ម្រាមដៃចង្អុលនៅលើពែងរួមជាមួយនឹងការសូត្រធម៌ចំនួន3ចប់ដើម្បីអញ្ជើញដល់វិញ្ញាណដែលមាននៅទីនេះឲ្យគេចូលរួមនៅពេលដែលគ្រប់គ្នាបានបញ្ចប់ការសូត្រធម៌ពួកគេក៏មានអារម្មណ៍ថាពែងកែវចាប់ផ្ដើមផ្លាស់ទីតាំងបន្តិចសម្បត្តិរួមជាមួយនឹងមិត្តភ័ក្តិដែលចូលរួមលេងល្បែងនោះ4នាក់ទៀតចាប់ផ្ដើមកលេចមើលមុខគ្នាទៅវិញទៅមកហើយសម្បត្តិក៏ចាប់ផ្ដើមនិយាយចេញមកថាប្រសិនបើអ្នកមកដល់សូមអ្នករំកិលពែងកែវទៅកាន់ពាក្យថាមែនឬក៏អាចរំកិលទៅកាន់រូបភាពផ្ទះនៅពេលដែលនិយាយចប់ពួកគេចាប់ផ្ដើមនៅស្ងៀមរៀងខ្លួនដើម្បីរងចាំមើលអ្វីដែលនឹងអាចកើតឡើងបន្តិចទៀតនេះប៉ុន្តែពែងកែវនោះបែរជាមិនរំកិលទៅកន្លែងណាទេគឺនៅទីតាំងដដែលប៉ុន្តែស្រាប់តែមានរបស់មួយនៅខាងក្រោយខ្នងរបស់ពួកគេនៅក្នុងបន្ទប់ស្រាប់តែធ្លាក់ចុះមកពីលើតុដោយគ្មានមូលហេតុមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងនិងងាកមកមើលនៅខាងក្រោយខ្នងព្រមគ្នាដោយពួកគេឃើញថាវាគ្រាន់តែជាអំបោះធ្លាក់ក៏មិនបានរវីរវល់នឹងអំបោះនោះដែរបន្ទាប់មកពួកគេក៏បង្វែរការយកចិត្តទុកដាក់នឹងល្បែងរបស់ពួកគេវិញបើទោះបីជាពួកគេព្យាយាមសួរសំណួរអស់ជាច្រើនលើកក៏ដោយប៉ុន្តែពេញនោះនៅតែស្ថិតនៅកន្លែងដដែលគ្មានកម្រើកសូម្បីតែបន្តិចនៅក្នុងចំណោមពួកគេទាំង5នាក់គឺមានម្នាក់ជាស្រីប៉ុន្តែពួកគេមិនបានកត់សម្គាល់ពីអាការៈរបស់មិត្តភក្តិស្រីម្នាក់ដែលអង្គុយនៅក្បែរសម្បត្តិនោះទេស្រីម្នាក់នោះចាប់ផ្ដើមបន្ទាបក្បាលយឺតចុះក្រោមហាក់ដូចជាកំពុងព្យាយាមសង្កេតមើលអ្វីមួយនៅក្នុងកញ្ចក់ដែលនៅលើក្រដាសនោះអញ្ចឹងភ្លាមនោះស្រាប់តែមិត្តភក្តិស្រីម្នាក់នោះក្រោកឡើងភ្លាមធ្វើដូចជាខ្មោចចូលមិត្តភក្តិដែលនៅសេសសល់អង្គុយមើលមុខគ្នាធ្វើឲ្យពួកគេភ័យស្ទើរលួសព្រលឹងគ្រប់គ្នាចំជាចង់បំភ័យគេឲ្យស្លាប់មែនសូម្បីតែអេដមីនដែលកំពុងអានរឿងនេះក៏ភ័យដែរនាងក៏រត់ទៅទាញកាតាបរួចរត់ចេញពីក្រៅបន្ទប់យ៉ាងលឿនដោយគ្មាននិយាយអ្វីមួយម៉ាត់តែបើតាមមើលទឹកមុខរបស់នាងប្រហែលជានាងមិនស្រួលខ្លួនហើយទៅបានជារត់ចេញបែបនេះបន្ទាប់ពីនាងរត់ចេញទៅបាត់អ្នកដែលនៅសេសសល់ក៏មិនបានខ្វល់ពីនាងដែររួចម្នាក់ក្នុងចំណោមនោះគេក៏បាននិយាយឡើងថាបន្ទប់នេះដូចជាភ្លឺពេកហើយប្រហែលជាព្រលឹងនោះគេមិនអាចមកលេងជាមួយនៅក្នុងទីភ្លឺបែបនេះបានទេយើងគួរតែរកបន្ទប់ណាដែលងងឹតទៅបានបន្ទាប់ពីផ្លាស់ប្ដូរបន្ទប់រួចពួកគេក៏ចាប់ផ្ដើមសូត្រធម៌ពីដំបូងមកវិញហើយពេលនេះរឿងដែលពួកគេកំពុងតែចង់ដឹងបានកើតឡើងហើយពេលនេះពេងក៏បានផ្លាស់ប្ដូរទីតាំងដោយមិនដឹងថាមាននរណាម្នាក់កំពុងតែធ្វើពុតទាញពេងនោះឬក៏អត់នោះទេ
ប៉ុន្តែពេលនោះរំកិលយ៉ាងលឿនរហូតមកឈប់ត្រង់សញ្ញារូបផ្ទះភ្លាមនោះពួកគេទាំងអស់គ្នាក៏បានឮនៅអ្វីម្យ៉ាងនៅទ្វារខាងក្រោយបន្ទប់មនុស្សគ្រប់គ្នាចាប់ផ្ដើមតែស្ងៀមហើយមើលមកគ្នាងាកទៅមើលដើមឈើដែលនៅក្រោយទ្វារនោះពួកគេក៏ឃើញមានដងមួយផ្លែរមៀលចូលតាមទ្វារក្រោយបន្ទប់ប៉ុន្តែអ្វីដែលចម្លែកនោះវាពិតជាមិនសមនោះឡើយថាដងនេះវារមៀលមកពីណាព្រោះបន្ទប់ដែលគេលេងនោះគឺនៅជាន់ទី3ពួកគេគ្រប់គ្នាសម្លឹងមើលផ្លែដូងមួយផ្លែនោះយ៉ាងចម្លែកវានៅតែបន្តរមៀលមកដល់កន្លែងដែលពួកគេអង្គុយហើយឈប់នៅត្រឹមនេះផ្លែដូងនោះក៏ចាប់ផ្ដើមបង្វិលខ្លួនយឺតប្រៀបដូចជាមាននរណាម្នាក់កំពុងតែបង្វិលវាអញ្ចឹងដោយឃើញសភាពការមើលទៅដូចជាមិនសូវស្រួលណាមួយដោយសារការភ័យខ្លាចគូផ្សំជាមួយនឹងបរិយាកាសដែលងងឹតនៅក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំវារត់តែញ៉ាំងឲ្យស្ថានភាពពេលនេះកាន់តែគួរឲ្យខ្លាចពួកគេទាំងអស់គ្នាក៏ប្រញាប់នាំគ្នារត់ចេញពីបន្ទប់គ្រប់គ្នាលែងចង់ដឹងពិសោធន៍នៅរឿងប្លែកអ្វីទៀតហើយបន្ទាប់មកម្នាក់រត់ចេញពីសាលាទៅផ្ទះតែរៀងខ្លួនព្រោះល្បែងដែលពួកគេធ្វើនោះគឺនៅសាលាព្រោះនៅទីនោះនៅពេលដែលសិស្សចេញពីរៀនអស់ទៅវាស្ងាត់ស្រួលនៅព្រឹកថ្ងៃបន្ទាប់អ្នកទាំងអស់គ្នាត្រូវបានអ្នកគ្រូហៅមកស្ដីឲ្យអំពីការលេងល្បែងបែបព្រឺព្រួចនេះនៅក្នុងសាលាមូលហេតុដែលអ្នកគ្រូដឹងថាពួកគេលេងពីព្រោះដោយសារតែកាលពីយប់វិញនោះពួកគេទាំងអស់គ្នាបានរត់តែរៀងខ្លួនមិនបានយកសម្ភារៈទាំងអស់ត្រឡប់ទៅវិញឡើយបន្ទាប់ពីអ្នកគ្រូចេញទៅបាត់ពួកគេក៏បានមកសួរនាំមិត្តភ័ក្តិស្រីដែលបានរត់ចេញទៅផ្ទះមុនគេកាលពីម្សិលមិញនោះថាហេតុអីនៅសុកបែរជារត់ទាំងមិននិយាយស្ដីអ្វីទាំងអស់នាងក៏បាននិយាយប្រាប់ពួកគេទាំងដែលពេលនេះមុខរបស់នាងមានភាពភ័យខ្លាចនៅឡើយនាងនិយាយថាកាលពីម្សិលមិញពេលដែលពួកយើងកំពុងតែសូត្រធម៌ក៏ហៅវិញ្ញាណមកនោះខ្ញុំបានឮសំឡេងមនុស្សស្រីសើចសំឡេងនោះឮហើយគឺគួរឲ្យព្រឺសម្បូរខ្លាំងណាស់បន្ទាប់មកខ្ញុំក៏ក្រឡេកមើលទៅក្នុងកញ្ចក់ខ្ញុំឃើញថាមានមនុស្សស្រីម្នាក់នៅលើពិដានមានស្បែកសសក់វែងអន្លាយកំពុងតែញញឹមសំយងជើងចោះមករកពួកយើងបបោមាត់ដ៏ខ្មៅដែលបើកចំហដូចជាព្យាយាមនិយាយអ្វីមួយដោយភ័យខ្លាចខ្លាំងពេកមិនដឹងជាធ្វើយ៉ាងណាក៏រត់ចេញទាំងមិនបានគិតអ្វីសោះបន្ទាប់ពីថ្ងៃដែលពួកគេលេងល្បែងសួរខ្មោចនោះមកវិញ្ញាណនោះតែងតែមកយាយីពួកគេជាប់ដោយបង្ហាញឲ្យឃើញជារូបស្រស់តែម្ដងជួនពួកគេឃើញនាងឈរនៅក្រោយកញ្ចក់ជួនពួកគេឃើញវិញ្ញាណខ្មោចនោះឈរនៅមាត់ទ្វារបន្ទប់កំពុងតែឈរសម្លឹងមករកពួកគេដោយឃើញអាការៈភ័យខ្លាចទឹកមុខស្លេកស្លាំងរបស់កូនសិស្សពូយាមសាលាព្រមជាមួយនឹងនាយកបានមកសួរនាំពួកគេថាតើនរណាគេបានលេងល្បែងសួរខ្មោចនេះខ្លះកាលពីថ្ងៃមុនដើម្បីឲ្យពួកគេទាំងអស់គ្នាទៅរកព្រះសង្ឃដើម្បីឲ្យគាត់ជួយព្រោះនៅពេលដែលលេងល្បែងនោះពួកគេបានអញ្ជើញវិញ្ញាណឲ្យមកចូលលេងហើយស្រាប់តែពួកគេនាំគ្នារត់ចេញដោយមិនបានអុជធូបប្រាប់ដល់វិញ្ញាណនោះឲ្យគេទៅវិញនោះទេដូចនេះហើយវិញ្ញាណនោះចេះតែមករកពួកគេទាំងអស់គ្នាបន្ទាប់ពីទៅរកព្រះសង្ឃនៅឯវត្តហើយលោកក៏បានជួយសូត្រធម៌អុជធូបសុំទោសដល់វិញ្ញាណខ្មោចនោះប្រាប់ឲ្យគេឈប់មកឲ្យកូនសិស្សទាំងនោះបានឃើញទៀតហើយចាប់តាំងពីពេលនោះមកវិញ្ញាណនោះក៏មិនដែលបង្ហាញខ្លួនឲ្យពួកគេឃើញទៀតនោះទេហើយពួកគេទាំងអស់គ្នាក៏លែងប្រថុយនឹងល្បែងដែលមានពាក់ព័ន្ធនឹងការអញ្ជើញវិញ្ញាណនេះទៀតដែរការពិតទៅការលេងល្បែងបែបនេះគឺគេមានវិធីនិងក្បួនច្បាប់របស់វាដែលត្រូវលេងបើយើងចង់ដឹងចង់ឮទាំងទទឹងទិសវាអាចនឹងនាំនូវផលអាក្រក់ដល់យើងបានដូច្នេះហើយសូមប្រិយមិត្តកុំចង់សាកល្បងនឹងល្បែងដែល